យើងពុកអ្នកខ្លាំងបើមិនខ្លាំងមិនសាងកោបាទបើមិនខ្លាំងមិនមែនបង្កើតអសរខ្លួនឯងបង្កើតភាសាខ្លួនឯងរហូតដល់ពុកចោលវាលួចយកទៅរៀនបង្កើតវប្បធម៌អរិយធម៌រហូតដល់ចោលយកលួចយកទៅប្រើទេអញ្ចឹងយើងខ្លាំងណាស់គេមិនចង់ឲ្យយើងរួបរวมនេះទេគេចង់ឲ្យយើងបែកនេះតែត្រឡប់មកវិញយើងត្រូវតែខិតខំកម្មវិធីដាស់ស្មារតីជាតិនេះពិតជាអស្ចារ្យធ្វើឲ្យយុវជនយើងចងចាំយុវជនយើងខិតខំថែមទៀតរួបរวมកម្លាំងសាមគ្គីស្នេហាជាតិស្រាក់ដៃគ្នាបន្តដើម្បីខិតខំការពារឯកភាពជាតិការពារទឹកដីការពារប្រយោជន៍ជាតិរបស់យើងកម្មវិធីនេះសំដៅទៅលើ3បើតាមរូបភាពការរៀបចំទី1សំដៅទៅលើការចងចាំនៅរបបវាពិឃាត3ឆ្នាំ8ខែ20ថ្ងៃមិនអាចឲ្យវាត្រឡប់មកវិញទេព្រោះវាបំផ្លាញមនុស្សដល់ជាង3លាននាក់យើងគិតមើលតួលេខមនុស្សដែលចងក្រងបានមានអត្តសញ្ញាណត្រឹមត្រូវ1លាន7សែនតែសរុបរួមគឺជាង3លាននាក់វាច្រើនជាងសក់ក្បាលយើងទៅទៀតបាទហើយបន្ទាប់មកសម័យកូវីដដែលធ្វើឲ្យមនុស្សស្លាប់នៅមិនបានជួបជុំគ្រួសារម្នាក់ដង្ហើមចុងក្រោយគឺពិបាកវេទនាពេលប៉ុណ្ណាបងប្អូនឆ្លងកាត់ជាមួយគ្នាយើងដឹងហើយយើងថាសម័យចុងក្រោយនេះសម័យពួកយើងសម័យរួមឯករាជ្យជាតិអ្នកក្មេងៗសម័យក្រោយនេះបានឃើញបានស្គាល់គឺការឈ្លានពានពីសំណាក់ប្រទេសចោលមកលើប្រទេសយើងឆ្នាំ2008វាចូលមកឈ្លានពានយើងម្ដងឆ្នាំ2011វាឈ្លានពានយើងម្ដងទៀតឆ្នាំ2025វាមកម្ដងទៀតណាការបាត់បង់លោកពូសួនរ៉ុនដែលជាកងកម្លាំងយាមព្រំដែនបានស្លាប់នៅក្នុងហេតុការណ៍ចូលមកបាញ់សម្លាប់នៅក្នុងលានដ្ឋានតែម្ដងយើងចងចាំអញ្ចឹងអ្វីដែលខ្មែរយើងធ្វើបាននៅពេលនេះគឺការរួបរวมគ្នាការរួបរวมខ្មែរយើងរួបរวมខុសគេព្រោះខ្មែរយើងសាមគ្គីជាតិខ្មែរយើងខ្លាំងខ្មែរយើងពុកអ្នកខ្លាំងបើមិនខ្លាំងមិនសាងកោបាទបើមិនខ្លាំងមិនមែនបង្កើតអសរខ្លួនឯងបង្កើតភាសាខ្លួនឯងរហូតដល់ពុកចោលវាលួចយកទៅរៀនបង្កើតវប្បធម៌អរិយធម៌រហូតដល់ចោលយកលួចយកទៅប្រើទេអញ្ចឹងយើងខ្លាំងណាស់គេមិនចង់ទេគេចង់យើងបែកនេះតែត្រឡប់មកវិញយើងត្រូវតែខិតខំរួបរวมគ្នាឯកភាពជាតិតែមួយស្របតាមអ្នកដឹកនាំធ្វើតាមអ្នកដឹកនាំពីព្រោះលោកបានគិតវែងជាងយើងលោកបានមើលឃើញផ្លូវច្រើនជាងយើងហើយលោកបានព្យាយាមដឹកនាំបងប្អូនបើគ្មានវីរៈបរិសុទ្ធជាតិទេបងប្អូនសាកពិចារណាមើលបើមិនចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាទេបើមិនមែន98អស់សង្គ្រាម93អស់សង្គ្រាមនេះទេខ្មែរយើងមកដល់ម៉ោងនេះមិនដឹងវេទនាប៉ុណ្ណាមើលស្រុកចោលទៅហ្នឹងដោយសារតែនយោបាយវាអត់មានស្ថិរភាពបន្តិចទៀតអនុទានបាត់ទៀតហើយអាចោលនោះអត់នៅយូរទេបន្តិចទៀតបាត់ទៀតហើយឥឡូវនេះរកតែបោះឆ្នោតតម្លាក់ទៀតហើយគេរកឃើញកំហុសរបស់វាថាបន្លំស្លឹកឆ្នោតវាអត់មានសក់ទេតែវាមិននឹងឆ្លោះមួយណាហេតុអីមកវាឆ្លោះមួយយើងទូជាងវាមើលមកយើងខ្សោយជាងវាយើងប្រជាពលរដ្ឋតិចជាងវាតែអត់អីទេប្រទេសយើងមើលក្នុងផែនទីសឹងមិនចង់ឃើញទេប៉ុន្តែខ្មែរខ្លាំងខ្មែរធ្វើអីក៏បានដែរខ្មែររួមសាមគ្គីខ្មែរកុំធ្វើខ្មែរស្អប់ឥឡូវសេដ្ឋកិច្ចឯងដាំក្បាលខ្មែរផលិតខ្លួនឯងបាទយើងពីចុងសក់ដល់ចុងជើងពីមុនយើងដោយសាររាប់អានជាបងពីប្អូនជឿធ្វើខ្លួនឯងទិញគេប្រើឥឡូវពីចុងសក់ដល់ចុងជើងអីក៏ខ្មែរធ្វើបានមិនវិញនេះជាការកម្មវិធីមួយដែលប្រសើរមែនទែនដាស់ស្មារតីជាតិនិយមរបស់យុវជនយើងឲ្យស្រឡាញ់សាមគ្គីឲ្យស្រឡាញ់ឯកភាពជាតិកុំឲ្យមានសង្គ្រាមនៅស្រុកយើងមកបែកបាក់ផ្ទៃក្នុងគឺអាលាយតែបើយើងរួមសាមគ្គីគ្នាដោយក្រថ្ងៃនឹងស្រឡាញ់រដ្ឋាភិបាលស្រឡាញ់ជាតិស្របតាមអនុសាសន៍របស់អ្នកដឹកនាំវីរៈបរិសុទ្ធរបស់យើងរកក្តីសុខរបស់យើង30-40ឆ្នាំមិនទាន់មានអ្នកណាធ្វើបានដូចទេអញ្ចឹងបន្តទៅមុខទៀតយើងខិតខំថែអាសាតម្លៃនៃសន្តិភាពនឹងសន្តិភាពមានតម្លៃខ្ញុំសូមជូនប៉ុណ្ណឹងខ្លីៗប៉ុណ្ណឹងជាការយល់ឃើញបន្ទាប់ពីបានចូលរួមកម្មវិធីដាស់ស្មារតីជាតិនៅភូមិដ្ឋានជាតិអូឡ িম্প ិកដែលក្រោមអធិបតីភាពរបស់អាដាមហ៊ុនម៉ាណីប្រធានសសយកសូមអរគុណ